បាទសួស្តីប្រិយមិត្តទូទស្សនិកជនជាទីមេត្រីម៉ោងនេះខ្ញុំនៅផ្លូវ313បាទពីបាភ្នំទៅរាក់ជ័យទៅលើព្រៃវែងបាទឥឡូវផ្លូវទៅធ្វើប្រហែលថ្ងៃមុនឥឡូវនឹងតិចទីឲ្យដូចរុនដៃខុំបាទផ្លូវ313ពីបាភ្នំពីផ្សារជើងកាច់ឡើងទៅលើរាក់ជ័យបាទផ្លូវនេះគឺជាផ្លូវ3លេខរបស់ខេត្តរបស់សាធារណការដឹកជញ្ជូនខេត្តព្រៃវែងឥឡូវតិចទីអស់ហើយដូចរុនដៃខុំបាទដូចរំបូរ៉ូទៅមុខថយក្រោយទៅក្រោយថយទៅមុខបាទបងប្អូនហើយជួសជុលបាច់ថ្មផេះបាច់ថ្មល្អិតយកកំសៀវច្រូចយកកំសៀវជះហើយជាការស្រេចបាទនេះហើយមិនដឹងថាថ្ងៃណាបានលែងជួសថ្ងៃណាបានលែងជុលថ្ងៃណាបានលែងបាត់សបុកមន់ហ្នឹងទេបាទយកឡានទៅចាស់យកកោតពេត្រូយកបោយមកជះហើយស្អែកឡើងខូចតែហ្មងបាទនេះបងប្អូនតែខ្ញុំខ្លាចឡានម៉ូតូបុកឥឡូវខ្ញុំឲ្យបងប្អូនមើលនេះបាទហើយបងប្អូនជួយ like ជួយ share ជួយ comment មតិយោបល់អ្នកមួយផងបាទផ្លូវស្រុកបងប្អូនចឹងដែរមែននៅក្នុងខេត្តព្រៃវែងយើងចឹងដែរមែនអត់នេះបងប្អូនឃើញនេះមិនមុខផ្ទះម៉ែខ្ញុំឲ្យខ្ញុំទេប៉ុន្តែនៅខាងមុខមលុបកខុប KTV នេះបាទនៅមលុបខុប KTV នេះបើបងប្អូនយល់ថាអ្វីដែលខ្ញុំនិយាយមានប្រយោជន៍ដល់សង្គមមានប្រយោជន៍ដល់ជាតិមានប្រយោជន៍ដល់ពលរដ្ឋមេត្តាជួយ like share comment ជាមតិយោបល់ម្នាក់មួយបងប្អូននេះបងប្អូនឃើញខ្ញុំបង្ហាញមើលតិចណាបងប្អូនណាវា share មួយផងបាទនេះឡានបាទក៏ដឹកនេះបងប្អូននេះតិចអស់ហើយបាទនៅទៅនេះបងប្អូនតិចលីងបាទនេះពីទល់មុខវត្តទល់មុខអនុទល់មុខបឋមសិក្សារោងដំរីបងប្អូននៅមលុបខុបតែម្ដងបាទនេះបាទប៉ុណ្ណាណៃបងប្អូននេះបាទតិចទីអស់ហើយប្រហែលជាចូល300-400 ម៉ែត្របាទខាងមុខវត្តនេះរាំងសីនេះតែម្ដងតែនេះតិចទីអស់ហើយនៅមុខរោងរបស់សុភ័ក្រច័ន្ទនេះនៅខាងមុខនេះបាទនេះតិចអស់ហើយបងប្អូននេះមើលហើយនេះផ្លូវ3លេខរបស់ខេត្តព្រៃវែងយើងអាលេលុតអស់ហើយជាផេះផងអស់ហើយបាទជិះតែម៉ូតូជិះឡានរុះខ្លើមអស់ហើយណាឡានដោបូមបាន2ថ្ងៃទេបែកតិចទីទៀតហើយបាទព្រោះខ្ញុំជិះលេងទៅមុខកើតហើយនេះបាទនេះបងប្អូននេះតិចទីអស់ហើយរុងដូចដងបងប្អូននេះដូចដងដូចដើមអេនេះបងប្អូនបាទតិចទីអស់ហើយបាទនេះអាលាយលុតអស់ហើយបាទឡានសិតវេអងសិតយីដុបកាច់ចកេះបាទនេះខាងមុខវត្តនេះរាំងសីនេះបងប្អូននេះខ្ញុំឲ្យបងប្អូនមើលតិចនេះការសមុទ្របៃតងបាទមុខផ្ទះបងសល់នេះបាទនេះបងប្អូននេះអាលាយលុតអស់ហើយរត់ដូចរំបូរ៉ូមេសាងបាភ្នំមេសាងបាភ្នំមិនទៅណារួចទេធ្វើមុខខូចក្រោយធ្វើក្រោយខូចមុខនោះបាទតិចទីអស់ហើយនៅសាលាឃុំរោងដំរីមុខសាលាឃុំរោងដំរីមកដល់ផ្ទះកាឡាអូខេនេះវត្តនេះរាំងសីបងប្អូនមើលនេះទល់មុខវត្តនេះរាំងសីនេះវត្តនេះរាំងសីបាទនេះមើលបងប្អូនបាទនេះហើយមើលនេះបាទមុខកាមុខហាងលុបខុបអីនេះតិចទីអស់ហើយប្រិយមិត្តអើយបាទនេះសូមមេត្តាជួយ like ជួយ share ជួយ comment ចំតែយោបល់ផងបាទផ្ដាំទៅប្រធានទីសាធារណការខេត្តព្រៃវែងផងបាទហើយនឹងលោកអាដាមរដ្ឋមន្ត្រីក្រសួងសាធារណការដឹកជញ្ជូនជាពិសេសអាដាមសេងឈួនបាទរដ្ឋលេខាធិការទទួលបន្ទុករថយន្តលើសទម្ងន់តោនបាទសូមមេត្តាចុះពិនិត្យនៅបាភ្នំផងអាលាយភ្នំអាលាយខ្សាច់អាលាយថ្មអស់ហើយមិនត្រឹមតែអាលាយទេតិចទីផ្លូវអាលាយលុតផ្លូវអស់ទៀតបាទតិចទីផ្លូវអាលាយលុតផ្លូវអស់ទៀតនេះខាងមុខវត្តនេះរាំងសីតិចទីអស់ហើយបងប្អូននេះមើលដៃប៉ុណ្ណាណៃនេះមុខសាលាបឋមសិក្សានេះប្រិមិត្តអាលាយលុតអស់ហើយបាទតិចទីអស់ហើយកលិចកលុកកងែកកងក់ដូចកកងាណាបាទរស់ហ្មងខាបតលុយជួសជុលមានបានប្រហែលតិចទីអស់ហើយមិននៅទេនេះបងប្អូនណែជួយ like ជួយ share ជួយ comment ផងបាទជាមតិយោបល់ផងបងប្អូនបាទនេះតិចទីអស់ហើយមិននៅទេបាទយ៉ាងហ្នឹងម្ចាស់ខ្លាយនេះបាទអាលេលុតអស់ហើយប្រិមិត្តបាទជួយ like ជួយ share ជួយ comment ចំតែយោបល់ផងហើយផ្លូវស្រុកបងប្អូនចឹងអត់នេះបាទនេះផ្លូវស្រុកបងប្អូនចឹងអត់បាទខេត្តបងប្អូនចឹងអត់ស្រុកបងប្អូនចឹងអត់មានបាច់ទៅណាទេផ្លូវពីបាភ្នំទៅរាក់ជ័យពីបាភ្នំទៅព្រៃវែងពីបាភ្នំទៅកនដើក 313A 313ហើយពីមេសាងបាភ្នំមេសាងនេះបាទជួសជុលតែប៉ុណ្ណឹងបាច់ទៅណាទេដូចរំបូរនេះđâuបងប្អូនបាទបើយល់ថាការអត្ថាធិប្បាយការលើកឡើងនេះត្រឹមត្រូវបងប្អូនជួយ like share comment ចំតែយោបល់ម្នាក់មួយផងដើម្បីឲ្យរដ្ឋមន្ត្រីក្រសួងសាធារណការដឹងជូនលោកបណ្ឌិតមើលផង
bà chúa chul là bị năng khát lôi rót khát lôi chết ngọc ở hai bằng con